Trên số logo nhưng mà bị cái mà user sắp hỏi là một phần chia window YouTube server là bài setup YouTube server thì mình ISO file muốn làm bài ai và cả nơi YouTube server là hỏi mình muốn thời cả import nơi ISO file là nhưng mà nó là bị Google thằng máu hỏi file đó nhưng mà store bên cái này download cho như start ok biết đã ok rồi chặt đào mà power on là visual machine bao nhómឥឡូវនេះខ្ញុំចាប់ផ្ដើមរងចាំវាសិនដើម្បីឲ្យវាលោតមកកាន់ជានយូក្រូរបស់ YouTube server ហ្នឹងហើយជិះថា enter គេអញ្ចឹងមានថាខ្ញុំបានចុចទៅ enter និងខ្ញុំនឹងធ្វើការរងចាំវាដើម្បីឲ្យវា process នៅការ install នៅ ISO file ខ្ញុំមកដល់នៅការមកដល់នៅខាង interface មួយនេះជិះមានថាយើងអាចរើសភាសាមួយដែលយើងចង់រើសចាំខ្ញុំជ្រើសយក English អូខេជួយយក English ហើយនៅកន្លែងនេះខ្ញុំអាចរើស layout keyboard របស់ខ្ញុំចឹងខ្ញុំអាចដាក់ថា layout របស់ខ្ញុំអាចដាក់ជា English ឬក៏អីផ្សេងដែលខ្ញុំចង់ដាក់ទៅចឹងខ្ញុំចុចពី done ហើយនៅក្នុងនេះគឺជាការ choose the best នៃការ install វាមាន YouTube server ហើយនឹងការ set up ពី default ឬក៏ runtime footprint ចឹងមានថាខ្ញុំអាចរើសបាន3នៅ3 option ហ្នឹងចឹងខ្ញុំអាចរើសយកទី1ឬក៏ទី2ទី3តាមដែលខ្ញុំចង់ចឹងទៅខ្ញុំជ្រើសការជ្រើសយក YouTube server ចឹងខ្ញុំពាក្យថា done ហើយនេះគឺជាការគឺជា network device ដែលខ្ញុំបានយកពី DHCP ពីក្នុង VMware មកចឹងខ្ញុំអាចជិះពី done ហើយនេះកាន់នេះខ្ញុំអត់ត្រូវការនៅ connected proxy របស់ខ្ញុំទេព្រោះតែសារខ្ញុំមាន proxy server ចឹងខ្ញុំយកពាក្យថា done ទៀតហើយនេះគឺជាការមកដល់នៅក្នុង Ubuntu Virtual mirror configuration ចឹងមានថាខ្ញុំបានទាញយក file ពី mirror address របស់ Ubuntu ដែលវា download ពី internet មកនៅពេលដែលខ្ញុំបាន download វាហើយខ្ញុំជួយពាក្យថា done ហើយកន្លែងនេះខ្ញុំអាចរើសយកនៅការជ្រើសយកនៅការ storage configuration ចឹងនៅកន្លែងនេះខ្ញុំអាចចឹងមកដល់កន្លែងនេះខ្ញុំចង់ configuration ឲ្យវាច្រើនទេចឹងខ្ញុំយកពីថា done យកតែម្ដងហើយកន្លែងនេះគឺវានៅជាង detail នៃកាន់ storage របស់យើងចឹងមានថាកាន់ការ boot នៅ OS ហ្នឹងវា 2G ហើយ storage full របស់វាគឺ 100G ហើយជឿថា LVM ហ្នឹងមានថា logical volume manager ចឹងកន្លែងនេះខ្ញុំមិនចង់ config អីច្រើនទេចឹងខ្ញុំយកពីថា done តែម្ដងហើយកន្លែងនេះខ្ញុំយកពីថា continue ហើយនៅកន្លែងនេះខ្ញុំអាចរើសនៅការដាក់ឈ្មោះនៅ profile configuration របស់ខ្ញុំចឹងដាក់ថា change server name ខ្ញុំអាចដាក់ថា Ubuntu server ហើយកន្លែងនេះ pick name ខ្ញុំអាចដាក់ឈ្មោះថា thay ចឹងទៅហើយកន្លែងនេះជួ password ខ្ញុំយក password របស់ខ្ញុំចឹងខ្ញុំជិះពីថា done ចំណែកកន្លែងនេះខ្ញុំអាចយកពាក្យថាcontinue ទៅហើយខ្ញុំអាចជ្រើសយក open SSH server ដែលខ្ញុំអាចធ្វើការ remote ពី application ពី desktop ខ្ញុំបានដោយប្រើ SSH ឬក៏ PuTTY ឬក៏ application អីដែលការជំនួសในការ remote ពីក្នុង server យកតាមជិះពីថា done គ្រីវាខ្ញុំពីថា done ហើយកន្លែងនេះខ្ញុំអាច tick យកវាចឹងកន្លែងនេះខ្ញុំមកត្រូវការប្រើអីច្រើនទេខ្ញុំជិះពីថា done តែម្ដងមកដល់កន្លែងនេះខ្ញុំពីថា done ហើយខ្ញុំត្រូវការរងចាំវា plan ដើម្បីវា install នៅ system ខ្លះនៅក្នុង
server មួយហ្នឹងពេលដែលខ្ញុំ set up វារួចរាល់ចឹងខ្ញុំអាចពាក្យជាពាក្យថា reboot now អូខេឥឡូវខ្ញុំពងត reboot អូខេចឹងចាប់វាផ្លាត់ចឹងនៅពេលដែលខ្ញុំចុចពី enter វានឹងចូលទៅកាន់ចូលទៅកាន់ interface របស់ UB2 server ចឹងខ្ញុំបានឲ្យ username ខ្លួនឯងឈ្មោះថា theme ហើយ password អូខេដាក់ password ខុសចឹងមានថាខ្ញុំអាចធ្វើការ check មក user ខ្ញុំចឹងចូលទៅកាន់ user theme ហើយ pwd ខ្ញុំធ្វើការចូលនៅ directory របស់ home ហើយ /theme ចឹងខ្ញុំអាច sudo ចឹងធ្វើការ update វាសិនទៅអូខេឥឡូវខ្ញុំ update ហើយអាចចុច upgrade បានដោយសារតែឥឡូវខ្ញុំបាន upgrade វារួចហើយចឹងខ្ញុំធ្វើការបញ្ចប់វាតាមហ្នឹងអរគុណលោកគ្រូ